មានមន់ស្រែល្អបងប្អូនអរគ្នាដឹងថាធ្វើម្ហូបអីអាចសាកមកមុខនេះបានណាបងប្អូនអរគ្នាធានាថាឆ្ងាញ់ហើយបាយកោសឆ្នាំងតែម្ដងនិយាយទៅត្រៀមតែបាយមួយឆ្នាំងធំទៅបងប្អូនហើយរសជាតិឆ្ងាញ់ហើយគឺញ៉ាំជក់មាត់តែម្ដងហ៎បងប្អូនអរគ្នានិយាយទៅផ្ទះខ្ញុំអីហ្នឹងក៏ចូលចិត្តធ្វើដែរម្ហូបមួយមុខនេះងាយស្រួលធ្វើហើយឆ្ងាញ់ទៀតណាបងប្អូនចានិយាយទៅបើសិនជាយើងដាក់រៀងហឹលបន្តិចកាន់តែឆ្ងាញ់ដោយសារតាឆាក្តៅមាន់តម្រូវឲ្យវារៀងហឹលដែរបានឆ្ងាញ់ណាបងប្អូនហើយនេះនិយាយទៅគឺខ្ញុំឆាបែបស្ងួតបងប្អូនចាបើសិនជាបងប្អូនចង់សាកធ្វើអីកុំភ្លេចមើលដល់ចប់បងប្អូនអរគ្នានិយាយទៅរបៀបធ្វើគឺងាយស្រួលទេបងប្អូនហើយចំពោះគ្រឿងផ្សំយើងហ្នឹងគឺគោលគឺមានតែសាច់មាន់ស្រែរបស់យើងហ្នឹងបងប្អូនហើយឆាក្តៅថ្ងៃហ្នឹងក៏អត់មានដាក់បន្លែអីដែរគឺឆាក្តៅសាច់មាន់ហើយយើងបង់ជាមួយនឹងម្រះព្រៅតែម្ដងហើយបន្ទាប់ពីយើងយកមាន់ទៅឆាហ្នឹងយើងកាប់វាឲ្យស្អាតតូចល្មមមកបងប្អូនអរគ្នាតមកយើងយកវាមកលីងដូចខ្ញុំអញ្ចឹងណាបងប្អូនចាខ្ញុំចូលចិត្តលីងឲ្យវារៀងស្ងួតទឹកបន្តិចដើម្បីឲ្យស្ងើនកុំឲ្យវាមានក្លិនឆ្អាបសាច់មាន់អីអញ្ចឹងណាបងប្អូនអរគ្នាហើយចំពោះគ្រឿងផ្សំគ្រឿងបុករបស់យើងហ្នឹងមានគល់លក្រីរំដេងលក្រូចជាមួយនឹងល្មៀតហើយយើងមានដាក់ខ្ទឹមហើយនឹងម្ទេសអញ្ចឹងទៅបងប្អូនចាហើយគ្រឿងដែលសំខាន់នោះគឺយើងបុកជាមួយនឹងម្រះព្រៅចូលទៅដែរដើម្បីឲ្យវាហឹលងុំកាន់តែឆ្ងាញ់អញ្ចឹងណាបងប្អូនអរគ្នាហើយក្នុងហ្នឹងខ្ញុំមានដាក់ប្រហុកជាមួយគ្រឿងយើងឲ្យហើយមានបងជាមួយប៊ីចេងនិងស្ករបន្តិចចូលទៅផងដែរបងប្អូនចានេះបន្ទាប់ពីយើងធ្វើគ្រឿងហើយយើងចាប់ផ្ដើមមកលីងសាច់មាន់យើងទៀតឲ្យវារៀងស្ងួតទឹកហើយយើងដួសចេញទុកមួយឡែកសិនមកបងប្អូនចាតើមកខ្ញុំដាក់ជាមួយនឹងខ្លាញ់ណាបងប្អូនអរគ្នាចាខ្លាញ់យើងយកមករំលីងជាមួយនឹងគ្រឿងយើងដែលបានបុកទុកហ្នឹងបងប្អូនអរគ្នាចាហើយគ្រឿងយើងហ្នឹងយើងរំលីងឲ្យវារៀងឈ្ងុយបន្តិចមកបងប្អូនដើម្បីឲ្យពេលយើងស្លទៅរសជាតិកាន់តែឆ្ងាញ់ហើយនេះសាច់មាន់ដែលថាខ្ញុំបានដួសទុកដាក់មួយឡែកហ្នឹងណាបងប្អូនចានេះយើងចាប់ផ្ដើមកូរគ្រឿងឲ្យវាឡើងឈ្ងុយកាន់តែខ្លាំងសិនចាំយើងដាក់ជាមួយនឹងសាច់មាន់យើងហ្នឹងចូលទៅតែម្ដងនិយាយទៅមុខម្ហូបមុខនេះគឺអ្នកផ្ទះខ្ញុំអីក៏អាសាធ្វើញ៉ាំដែរបងប្អូនដោយសារតាជាមុខម្ហូបដែលថាចូលចិត្តខ្លាំងមែនទែនហើយណាមួយពេលយើងញ៉ាំទៅបាយអស់ពី3ចានមិនដឹងខ្លួនទេបងប្អូនហើយឲ្យតែថាឆាក្តៅមាន់ម្ដងហើយនេះបន្ទាប់ពីយើងបានរំលីងសាច់មាន់ចូលគ្រឿងគ្នាល្អហើយខ្ញុំដាក់ឲ្យវារៀងក្លិនឈ្ងុយបន្តិចសិនណាបងប្អូនអរគ្នាចាដើម្បីឲ្យវាដាច់ទឹកបន្តិចមកចាំយើងចាក់ជាមួយនឹងទឹកចូលទៅបងប្អូនចាហើយយើងប្រើភ្លើងតិចល្មមឯងកុំឲ្យវាខ្លោចគ្រឿងអញ្ចឹងណាបងប្អូនអរគ្នាហើយទឹកហ្នឹងគឺយើងដាក់មកល្មមមកបើថាសាច់មាន់យើងរៀងស្វិតយើងដាក់រៀងច្រើនតិចទៅនិយាយទៅយើងមើលតាមសាច់មាន់យើងដែរតែមាន់ខ្ញុំថ្ងៃនេះទិញមកបាន1គីឡូកន្លះមាន់ស្រែទៀតទៅបងប្អូនអញ្ចឹងសាច់វាក៏អត់ស្វិតក៏អត់ផុយដែរបងប្អូនអរគ្នាយើងរំងាស់ប្រហែលជា20នាទីអីហ្នឹងគឺឆ្អិនផុយសាច់មកល្មមតែម្ដងនិយាយទៅឆាក្តៅរបស់យើងហ្នឹងយើងកុំឲ្យយកសាច់មាន់ដែលថាស្វិតពេកឬក៏ផុយពេកបងប្អូនអរគ្នាយើងយកសាច់មកល្មមយកមកឆាក្តៅមាន់អញ្ចឹងគឺឆ្ងាញ់មែនទែននេះបន្ទាប់ពីយើងមកខាសទឹកហើយបងប្អូនចាយើងអាសាកូរវាបន្តិចទៅហើយបន្ទាប់មកយើងបន្ថយភ្លើងបងប្អូនអរគ្នាចាយើងបន្ថយភ្លើងមកល្មមនិយាយទៅបើសិនជាបងប្អូនអត់សូវចូលចិត្តហឹលទេយើងបន្ថយម្ទេសមកប៉ុន្តែផ្ទះខ្ញុំវិញគឺស្លម្ដងម្ទេសមិនក៏2000រៀលអីដែរបងប្អូនបានញ៉ាំទៅវាហឹលល្មមឆ្ងាញ់អញ្ចឹងណាសម្រាប់មាន់មួយបងប្អូនអរគ្នាចាអានេះគឺខ្ញុំកូរចុះកូរឡើងវាស្ងួតទឹកអស់ហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងម្រះព្រៅចូលទៅតែម្ដងអានេះបើសិនជាយើងមើលទៅថាវារឿងស្ងួតខ្លាញ់អីបងប្អូនអរគ្នាយើងអាចដាក់ខ្លាញ់បន្ថែមបន្តិចទៀតក៏បានដែរហើយម្រះព្រៅខ្ញុំហ្នឹងមានប្រកបជាមួយនឹងម្ទេសអាចសាត់ទៀតបងប្អូនណានិយាយទៅហឹលបុកជាមួយគ្រឿងអត់គ្រប់គ្រាន់ទេបងប្អូនឆ្លៀតលោបថែមម្ទេសខាងក្រៅទៀតណាមួយឃើញម្ទេសអាចសាត់ហ្នឹងវាទុយតំណងពេកអញ្ចឹងខ្ញុំក៏បេះបន្ថែមដាក់ជាមួយនឹងម្រះព្រៅពីលើអញ្ចឹងទៅដើម្បីពេលខ្លះយើងញ៉ាំប៉ះម្ទេសមកគ្រាប់អញ្ចឹងគឺហឹលឆ្ងាញ់មែនទែនឥឡូវឆាក្តៅយើងឆ្អិនហើយបងប្អូនអរគ្នាមើលទៅគឺតំណងឆ្ងាញ់តែម្ដងណា